ជំរាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកនៅជំនាញ10ដែលពិភពលោកយើងមានហើយជាតម្រូវការរបស់ពិភពលោកប៉ុន្តែនៅក្នុងប្រទេសកម្ពុជារបស់យើងខ្ញុំអាចថាយើងអត់ទាន់មានឬក៏យើងមានតិចតួចបំផុតណាយើងមានតិចតួចបំផុតហើយខ្ញុំគិតថាជំនាញនេះអាចត្រូវសម្រាប់ Gen Z សម្រាប់ Gen Z ហើយបើសិនណាបើគ្នាយើងអាចធ្វើបានខ្ញុំគិតថាអាចប្រាក់ខែច្រើនមិនត្រឹមតែជាប្រាក់ខែច្រើនទេប៉ុន្តែប្រហែលជាអាចនឹងមានឱកាសផ្សេងៗទៀតនៅពេលដែលចេះជំនាញទាំងអស់ហ្នឹងអញ្ចឹងជំនាញទាំងអស់នេះខ្ញុំរៀបរាប់ជាជំនាញ10ដែលភាគច្រើនវាពាក់ព័ន្ធជាមួយនឹង AI ណាពាក់ព័ន្ធជាមួយនឹង AI ជំនាញទី1គឺជំនាញ AI automation specialist មានន័យថាជាអ្នកឯកទេសខាងផ្នែក AI automate ណា automate អញ្ចឹងមានន័យថាយើងប្រើ AI យើងប្រើ AI ដើម្បី automate ការងាររបស់ក្រុមហ៊ុនតោះនេះមើលឃើញក្រុមហ៊ុនរបស់យើងច្រើនប៉ុន្តែក្រុមហ៊ុនភាគច្រើនមិនទាន់បានប្រើ AI ដើម្បីទៅ automate ការងារឬក៏ process នៅក្នុងក្រុមហ៊ុនទេណាហើយជំនាញទី2យើងហៅថា AI agent developer មានន័យថាយើងបង្កើត AI agent ណាភ្នាក់ងារ AI ដែលអាចធ្វើដែលអាចដើរតួជាអ្នកផ្ដល់សេវាកម្មអតិថិជនយើងហៅ customer service ហ្នឹងឬក៏ដើរតួការងារជា sale ណាដើរតួជាផ្នែកនៃ HR ដើរតួផ្នែកនៃគណនេយ្យដើរតួជាផ្នែកនៃ research ណាការស្រាវជ្រាវអីជាដើមណាអញ្ចឹងកាលណាយើងបង្កើតជា AI agent អញ្ចឹង agent ហ្នឹងអាចតាំងខ្លួនយើងឬក៏ជំនួសយើងដើម្បីទៅធ្វើរឿងអីមួយបានណាអានឹងយើងហៅថាជាជំនាញ AI agent developer ជំនាញទី3គឺជាជំនាញ AI data engineering ណា AI data engineering មានន័យថាយើងរៀបចំ data ឬបង្កើតឲ្យមានប្រព័ន្ធ AI ដែលយើងអាចប្រើ data បានណាដែលយើងអាចប្រើ data បានជំនាញទី4គឺយើងអាសាឮដែរគឺ prompt engineer ឬក៏ AI workflow designer ហ្នឹងគឺមានន័យថាជាជំនាញមួយដែលយើងអាចរចនាបាទដែលយើងអាចរចនាឬក៏រៀបចំ workflow ឬក៏ឲ្យ instruction ដើម្បីឲ្យ AI ហ្នឹងធ្វើការងារឲ្យបានត្រឹមត្រូវហើយឲ្យមានប្រសិទ្ធភាពណាអញ្ចឹងយើងហៅថា prompt engineer ឬក៏ AI workflow designer ណាជំនាញទី5គឺ cyber security specialist ជាឯកទេសខាងផ្នែក cyber security មានន័យថាជាជំនាញនៅក្នុងការការពារក្រុមហ៊ុនពីការ hack ឬក៏ពី data break មានន័យថាការលេចធ្លាយឬបែកធ្លាយនៃទិន្នន័យរបស់ក្រុមហ៊ុនណាអាហ្នឹងជាជំនាញទី5ជំនាញទី6គឺជាជំនាញយើងហៅថាជា cloud ឬក៏ develop of engineer ណា develop of engineer អញ្ចឹងមានន័យថាពួកគាត់រៀបចំជា cloud infrastructure សម្រាប់ link ជាមួយនឹង AI ណាមានន័យថាកាលណាយើង build AI បានហើយតែវាត្រូវការ infrastructure ហ្នឹងណាអញ្ចឹងក៏យើងត្រូវការ cloud development ហើយ cloud management ដែរអូខេការងារទី7គឺការងារ data privacy specialist បងប្អូនគ្នាអាសាឃើញហើយឥឡូវហ្នឹងអាសាបែកធ្លាយព័ត៌មានគេឆោបោកតាមអនឡាញអីហ្នឹងវាសិតតែតាក់ទងរឿង personal data privacy ហ្នឹងឯងណាគេទិន្នន័យធនាគារទិន្នន័យផ្ទាល់ខ្លួនរបស់យើងអីផ្សេងៗហ្នឹងអញ្ចឹងអនាគតយើងត្រូវការជំនាញនឹងច្បាស់លាស់ដើម្បីជួយក្រុមហ៊ុនអានេះខ្ញុំនិយាយទៅរឿងក្រុមហ៊ុនទេដើម្បីជួយក្រុមហ៊ុននៅក្នុងការគ្រប់គ្រងទិន្នន័យយើងហៅថាទិន្នន័យផ្ទាល់ខ្លួន personal data ឬក៏ privacy compliance មានន័យថាអនុលោមភាពលើភាពឯកជនភាពណាបាទអញ្ចឹងយើងត្រូវការជំនាញហ្នឹងហើយជំនាញទី8គឺ AI governance specialist ឯកទេសខាងគ្រប់គ្រងឯកទេសខាងរដ្ឋបាល AI ណាមានថាគ្រប់គ្រង AI ហ្នឹងគឺជាជំនាញថ្មីមួយដែលយើងអាចមានសមត្ថភាពភ្ជាប់ AI ទៅនឹងច្បាប់ទៅនឹងលក្ខខណ្ឌច្បាប់ទៅនឹងហានិភ័យណា
ហើយទៅនឹង business ដើម្បីទៅនឹងអាជីវកម្មដើម្បីឲ្យក្រុមហ៊ុនមួយអាចប្រើប្រាស់ AI ប្រកបទៅដោយសុវត្ថិភាពណាប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាពជំនាញទី9គឺជំនាញ robotic ណាជំនាញ robotic ឬក៏យើងហៅថា automation engineer ជំនាញ automation នេះគឺសម្រាប់រោងចក្រពួកប្រភេទ logistics ពួក manufacturing អីហ្នឹងគឺយើងអាចបង្កើត robot ដើម្បីទៅធ្វើអីមួយជំនួសបានហើយជាពិសេសសម្រាប់ការងារណាដែលគ្រោះថ្នាក់អីផ្សេងវាអាចជួយបានច្រើនឬក៏ការងារដែលវាត្រូវការកម្លាំងច្រើនបើតែយើងរកកម្លាំងវាអត់បានយើងត្រូវការយក robot ហ្នឹងដើម្បីមកជំនួសនៅក្នុងចង្វាក់ផលិតកម្មណាមួយណាជំនាញទី10គឺជាជំនាញ AI Production Manager AI Product Manager មានន័យថាជាជំនាញមួយដែលមានសមត្ថភាពក្នុងការភ្ជាប់អាជីវកម្មបច្ចេកវិទ្យាក៏ដូចជា AI នឹងដើម្បីបង្កើនផលិតភាព AI នឹងឲ្យកាន់តែខ្លាំងនៅក្នុងស្ថាប័នហ្នឹងណាអញ្ចឹងទាំងនេះជាជំនាញទាំង10ដែលខ្ញុំគិតថាវាអាចចាំបាច់សម្រាប់កម្ពុជាទៅមុខហើយអ្នកដែលពេញរៀនហ្មងគឺ Gen Z យើងណា Gen Z យើងហើយបើគាត់រៀនបានខ្ញុំគិតថាគាត់នឹងអាចទទួលបានឱកាសល្អច្រើនពីព្រោះក្រុមហ៊ុននៅកម្ពុជាការប្រើប្រាស់ AI នៅមានកម្រិតខ្លាំងណានៅមានកម្រិតខ្លាំងយើងប្រើភាគច្រើនយើងប្រើជាដូច Chat GPT ហ្នឹងជា private ជាផ្ទាល់ខ្លួនរបស់យើងឯងប៉ុន្តែយើងមិនសូវមានក្រុមហ៊ុនដែលអាចប្រើ AI នៅក្នុងទម្រង់ជា enterprise បានទេណាមានន័យថាក្រុមហ៊ុនហ្នឹងគឺយើងប្រើអានឹងរួមគ្នាហើយយើងអត់សូវបារម្ភរឿងការបែកធ្លាយទិន្នន័យបាត់បង់ទិន្នន័យណាគេចូល hack នេះ hack នោះស្អីទេណាអញ្ចឹងតែដើម្បីធ្វើរឿងនឹងបានកម្ពុជាក៏ត្រូវការជំនាញទាំង10នេះដើម្បីជួយនៅក្នុងការពន្លឿន AI ដែរហើយអាហ្នឹងដូចខ្ញុំថាអញ្ចឹងវាជាពេលវេលាត្រូវបានសម្រាប់ Gen Z អរគុណច្រើនអ្នកនរគ្នាយើងជួបគ្នានៅវីដេអូលើកក្រោយទៀតជម្រាបលា